ចាសសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយតាក់ទងនឹងជំនឿដែលយើងជឿលើព្រះអង្គដែលជឿលើព្រះយេស៊ូវគ្រីស្ទហើយយើងមាន3ជំនាន់ចាជំនាន់មុនណាគឺកាលពីព្រះគ្រីស្ទព្រះអង្គអត់ទាន់ប្រសូតនៅឡើយគឺយើងរស់នៅក្នុងជំនាន់ព្រះបិតាគឺគេហៅថាជំនាន់ក្រឹតវិន័យចាអញ្ចឹងព្រះបិតាពីព្រោះនៅក្នុងព្រះអង្គគឺមានមួយអង្គប៉ុន្តែចែកបែងចែកជា3អង្គចាគឺមានព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធដូចជាយើងទាំងអស់គ្នាដែរយើងមានព្រលឹងវិញ្ញាណនិងរូបកាយចាហើយព្រះអង្គក៏មាន3ដូចគ្នាហើយព្រះអង្គធ្វើការទាំង3អង្គហ្នឹងតាមពេលវេលារបស់ទ្រង់ចាអញ្ចឹងកាលពីព្រះអង្គអត់ទាន់ប្រសូតនៅឡើយគឺចំណងព្រះបិតាគឺចំណងក្រឹតវិន័យអញ្ចឹងពេលមនុស្សទាំងអស់មានបាបមនុស្សទាំងអស់ចង់ឲ្យរួចពីបាបគេត្រូវតែកែប្រែចិត្តគំនិតចាលះបង់ការក្រក់របស់គេហើយគេត្រូវតែសម្លាប់សត្វណាធ្វើជាចាញ់បូជាជំនួសអំពើបាបគេជាសត្វដែលបរិសុទ្ធសត្វដែលល្អគេរៀបចំអញ្ចឹងទៅអញ្ចឹងគេធ្វើអានឹងជារៀងរាល់ឆ្នាំអញ្ចឹងមនុស្សម្នាក់គឺត្រូវសម្លាប់សត្វច្រើនមែនទែនដើម្បីគេបានរួចពីបាបពេលគេស្លាប់ទៅគេបានទៅនៅជាមួយព្រះជាម្ចាស់ចាបានទទួលការអត់ទោសពីអំពើបាបគេហើយឲ្យព្រះអង្គប្រទានពរគេនៅលើផែនដីនឹងដែរចាប៉ុន្តែព្រះអង្គដឹងថាមនុស្សទោះបីជាធ្វើចឹងហើយមានឲ្យយើងធ្វើតាមក្រឹតវិន័យទៀតហើយបើយើងធ្វើអត់ត្រូវក្រឹតវិន័យទេយើងត្រូវទទួលទោសច្រើនមែនតើហើយមនុស្សអាចធ្វើបានទេអញ្ចឹងហើយព្រះអង្គបានសន្យាថាព្រះអង្គនឹងប្រទានព្រះសង្គ្រោះគឺព្រះយេស៊ូវគ្រីស្ទឲ្យមកសគត់ជំនុំពើបាបយើងចាហើយក៏ព្រះអង្គបានប្រសូតមកមែនគឺអង្គទ្រង់ផ្ទាល់ព្រះអង្គមកចាប់កំណើតជាព្រះយេស៊ូវគ្រីស្ទព្រះអង្គបានសគត់ជំនុំពើបាបយើងអញ្ចឹងពេលចំនួនព្រះគ្រីស្ទគឺជាចំនួនព្រះគុណអញ្ចឹងចំនួនដែលព្រះអង្គកាត់ទោសព្រះបិតាកាត់ទោសសម្រាប់មនុស្សដែលគេធ្វើខុសអីហ្នឹងព្រះអង្គលែងធ្វើអីព្រះអង្គឈប់ធ្វើអីអញ្ចឹងគឺចំនួនព្រះយេស៊ូវគ្រីស្ទមានថាពេលដែលយើងជឿលើព្រះជាម្ចាស់ហើយអ្នកដែលជឿលើព្រះអង្គគឺយើងរស់នៅក្រោមព្រះគុណអញ្ចឹងពេលដែលយើងជឿលើព្រះអង្គយើងកែប្រែចិត្តគំនិតឈប់ប្រព្រឹត្តអំពើបាបទៀតព្រលឹងវិញ្ញាណយើងពេលយើងស្លាប់ទៅយើងបានទៅស្ថានសួគ៌ហើយនៅលើផែនដីនេះពេលដែលយើងធ្លាប់ធ្វើបាបយើងកែប្រែចិត្តគំនិតយើងឈប់ធ្វើការអាក្រក់ហ្នឹងក៏ព្រះអង្គប្រទានពរយើងដែរចាព្រះអង្គចាប់ដើមប្រទានពរយើងនៅលើផែនដីហ្នឹងហើយព្រះអង្គជួយយើងឲ្យយើងចេញពីអំពើបាបខាងសឹកឈាមយើងព្រះអង្គសម្អាតយើងតិចដងឲ្យយើងចេញតែយើងត្រូវកែប្រែចិត្តគំនិតចាប៉ុន្តែព្រលឹងវិញ្ញាណរបស់យើងពេលយើងជឿលើព្រះអង្គគឺយើងដោយសារជំនឿគឺយើងបានគ្រប់គ្នានឹងបានទៅឋានសួគ៌ដោយស្វ័យប្រវត្តិតែម្ដងគ្រាន់តែដោយសារជំនឿចាតែលើផែនដីហ្នឹងព្រះអង្គផ្ដល់ព្រះគុណឲ្យយើងពេលដែលយើងធ្វើខុសយើងដឹងខុសយើងកែប្រែចិត្តគំនិតគឺព្រះអង្គស្ដារជីវិតយើងឡើងវិញអត់ចាំបាច់ទៅស្លាប់ជាមដើម្បីជាចាញ់បូជាទៀតទេដោយសារព្រះអង្គបានអង្គទ្រង់ជាកូនជាមចុងក្រោយដ៏បរិសុទ្ធដែរចំនួនពើបាបយើងហើយចាហ្នឹងចំណងព្រះយេស៊ូវអញ្ចឹងព្រះអង្គសគត់ចំនួនពើបាបយើងលើផែនដីនេះហើយព្រះអង្គសគត់3ថ្ងៃព្រះអង្គរស់ឡើងវិញពេលនេះគឺព្រះអង្គបានសោយរាជ្យនៅស្ថានសួគ៌ដែលខ្ពស់បំផុតជាន់ទី3ប៉ុន្តែពេលព្រះអង្គយើងទៅមែនតែព្រះអង្គនឹងត្រឡប់មកវិញម្ដងទៀតព្រះអង្គសន្យាប៉ុន្តែនៅក្នុងពេលដែលព្រះអង្គត្រឡប់ទៅវិញគឺព្រះអង្គបញ្ជូនព្រះវិញ្ញាណបរិសុទ្ធអញ្ចឹងចំនួនយើងនេះគឺជាចំនួនព្រះវិញ្ញាណបរិសុទ្ធអញ្ចឹងព្រះអង្គឲ្យយើងមានព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹកនាំជីវិតយើងអញ្ចឹងពេលដែលយើងជឿលើព្រះអង្គឲ្យយើងស្ដាប់ព្រះវិញ្ញាណបរិសុទ្ធសូម្បីតែយើងអានព្រះបន្ទូលព្រះភាគច្រើនគឺជ្រៅហើយជាពាក្យប្រស្នាទៀតយើងត្រូវការព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយយើងឲ្យយើងយល់ព្រះបន្ទូលព្រះអង្គចាហើយមួយទៀតនោះគឺយើងរស់លើផែនដីហ្នឹងបើយើងអត់មានព្រះវិញ្ញាណបរិសុទ្ធទេយើងអត់អាចយល់អ្វីដែលពិតប្រាកដបានទេចាព្រោះពេលខ្លះអ្វីដែលយើងមើលនៅនឹងភ្នែកយើងគិតថាវាជាការពិតប៉ុន្តែពេលខ្លះវាគ្រាន់ជាការសម្ដែងពេលខ្លះវាគ្រាន់តែជាអ្វីមួយវាមិនពិតចាអញ្ចឹងព្រះអង្គមានព្រះវិញ្ញាណបរិសុទ្ធគឺព្រះអង្គឲ្យយើងបានចេះប្រុងប្រយ័ត្នឲ្យយើងដឹងឲ្យយើងយល់ពីការអាកំបាំងចាពេលខ្លះយើងមើលឃើញអាហ្នឹងល្អតែតាមពិតវាមានអីមួយបង្កប់នៅក្នុងវាអត់ល្អដូចអ្វីដែលយើងមើលឃើញនៅភ្នែកទេចាអញ្ចឹងព្រះអង្គប្រទានព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹកនាំយើងជួយយើងចាឲ្យយើងរស់លើផែនដីនឹងដោយប្រកបដោយប្រាជ្ញានិងយល់ពីការកំបាំងរបស់ខ្មាំងសត្រូវឲ្យយើងមានប្រាជ្ញាដូច supernatural ដែលលើសពីធម្មតាចាគឺអ្វីមួយព្រះអង្គបង្ហាញយើងដឹងមកចាអាហ្នឹងពេលដែលយើងមានព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើង
ចាជាចំណំនេះគឺចំណំព្រះនិមិត្តសត្វហើយយើងត្រូវស្ដាប់ព្រះវិញ្ញាណបរិសុទ្ធបើយើងអត់ចេះស្ដាប់សំឡេងព្រះនិមិត្តសត្វដឹកនាំយើងទេគឺយើងនឹងអាចសម្រេចចិត្តខុសអាចនឹងមានបញ្ហាចាអញ្ចឹងព្រះអង្គប្រាប់យើងថាពេលដែលយើងជឿលើព្រះអង្គយើងរស់ដោយជំនឿមិនមែនរស់ដោយសារអ្វីយើងមើលឃើញទេគឺរស់ដោយទុកចិត្តព្រះអង្គគឺដោយជំនឿមានថាម៉េចខ្ញុំមកសុខប្រាប់យើងថាអូខេកូនធ្វើទៅបីពេកគ្នាមើលទៅមិនគួរឲ្យធ្វើទេយើងនឹងធ្វើព្រះអង្គប្រាប់យើងឲ្យធ្វើព្រះអង្គប្រាប់ឲ្យយើងបន្តព្រះអង្គប្រាប់យើងទៅព្រះអង្គយើងត្រូវស្ដាប់ព្រះអង្គដឹកនាំយើងបើយើងអនុញ្ញាតព្រះអង្គដឹកនាំយើងជីវិតយើងនឹងមិនខ្វះខាតអ្វីឡើយជីវិតយើងនឹងបានអ្វីដែលល្អតែបើយើងធ្វើការសម្រេចចិត្តដោយខ្លួនឯងមើលនឹងភ្នែកដែលមិនមានការដឹកនាំពីព្រះអង្គពេលខ្លះយើងទៅយើងមើលថាល្អតែនៅប៉ិតចុងក្រោយខកចិត្តអញ្ចឹងណាចាអញ្ចឹងសូមព្រះជាម្ចាស់ប្រទានពរទាំងអស់គ្នា